ជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកខ្ញុំសូមលើករឿងចំនួនដីធ្លីនេះមកអឺបង្ហាញជូនដល់ថ្នាក់ដឹកនាំសូមទស្សនាដូចតទៅទៀតក៏បានជួលផងចាក់ឥឡូវតែបើឃើញផងតាមថាមានអាដាក់ជួលទៅចាប់ទៅមកមិនជួលថាដាក់បានជួលដីទៅចាប់តាមចាប់បើពងជួលអត់ហើយតែអត្រាអត់បានជួលគឺច្រើនទៅអត់ហ៊ានគាត់ទេគម្រាមបាច់ខ្នោះដោយតែអត់បដាភូមិហ្នឹងបងប្អូនមកណាទៅយុទ្ធធរអ្នកក្រប្រាក់គ្រាន់តែបើកាត់ដីចូលបានជួលផងដោយដោះស្រាយបងប្អូនប្រមាថវាយខ្នោះខ្ញុំហាគម្រាមខ្ញុំឲ្យខ្ញុំថតទេពេលនៅក្នុងម៉ាញ់គម្រាមខ្ញុំថាបើមិនខ្ញុំហ៊ានថតយកប៉ូលីសមកវាយខ្នោះខ្ញុំជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរថ្នាក់ដឹកនាំទាំងពីរខ្ញុំសូមលើកចំនួនដីធ្លីនេះមកជម្រាបជូនលោកម្ចាស់ទាំងពីរឲ្យលោកម្ចាស់ទាំងពីរនឹងមេត្តាជួយដោះស្រាយផងទៀតដោយខ្ញុំនិយាយហើយនិយាយទៀតក្រៅពីលោកទាំងពីរអត់មានអ្នកណាដោះស្រាយចេញទេពីព្រោះអីវាមានដូចថាបពប្រឆាំងនិងពុករលួយបាទទាំងពីរនៅជុំគ្នាគឺលោកទាំងពីរពិបាកដោះស្រាយណាស់ទៀតណាហ្នឹងហើយអ្នកខាងក្រោមលោកទាំងពីរនឹងគ្មានអ្នកណាដោះស្រាយចេញទេទៀតរឿងចឹងណាទៅបញ្ជាពីលោកទាំងពីរហ្នឹងហើយបានបើលោកទាំងពីរមិនជួយដោះស្រាយទេប្រជាជនយំស្រែកពេញតែប្រទេសហ្នឹងហើយបាទហ្នឹងហើយខ្ញុំគាត់សូមស្នើប៉ុណ្្នឹងឯងទៀតណាអូខេអរគុណទៀត